តោះបងប្អូនអរគ្នាថ្ងៃនេះជាថ្ងៃទី21ខែ6ឆ្នាំ2026ណាបងប្អូនណារៀងសម្ពាធផ្លូវចិត្តបន្តិចតែមិនអីទេបងប្អូនណាតោះបងប្អូនណាប្រហែលថ្ងៃនេះមានការប្រតិកម្មជាខ្លាំងរវាងត្រីសាមុនណាបងប្អូនណាដែលទិញត្រីសាមុនបានត្រីត្រោតណាបងប្អូនណាខ្ញុំមិនដែលឮថាត្រីត្រោតហ្នឹងគឺមកពីណាទេបងប្អូនមិនដែលដឹងទេណាធ្លាប់តែទិញរាល់ដងយកមកហូបអីចឹងគឺចង់បានត្រីសាមុនទោះវាថ្លៃប៉ុណ្ណាក៏ដោយពេលយើងហូបទៅវាជំនួយសុខភាពជំនួយវាមានវីតាមីនច្រើនអញ្ចឹងបងប្អូនណាហ្នឹងហើយហូបទៅវាឆ្ងាញ់រសជាតិវាឆ្ងាញ់ណាស់បងប្អូនណាឥឡូវទំតបាច់ធ្លាខាងចរណៃនៅខាងក្រុមផ្សេងនោះយើងគឺចេញត្រីត្រោតដែលត្រីត្រោតនេះវាស្រដៀងជាមួយនឹងត្រីសាមុនដែរបងប្អូនណាតាមខ្ញុំមើលគេផ្សាយវាស្រដៀងនឹងត្រីសាមុនហើយដោយសារត្រីត្រោតវានៅខាងប្រភេទខាងទឹកសាបណាបងប្អូនណាត្រីសាមុនវានៅខាងទឹកប្រៃរស់នៅទឹកប្រៃណាបងប្អូនណាតែពីរហ្នឹងគឺរសជាតិប្រហែលនឹងគ្នាស្តៀងតែគ្នាទេបងប្អូនយើងរវល់តែច្រឡំណាបងប្អូនណាហ្នឹងហើយកំហុសខាងក្រុមហ៊ុនដែលថាលក់ត្រីសាមុនហ្នឹងដែលគាត់យកត្រីត្រោតមកគាត់មិនបានប្រាប់អតិថិជនថានេះឥឡូវនេះក្នុងហាងខ្ញុំចាប់ផ្ដើមមានត្រីត្រោតហើយនឹងត្រីសាមុនទាំងបងប្អូនចង់ហូបមួយណាដែរតម្លៃប៉ុណ្ណេះវាប្រហែលនឹងគ្នាខុសត្រូវគ្នាតម្លៃតិចតួចណាបងប្អូនណាចឹងប្រាប់អតិថិជនឲ្យគាត់បានដឹងពីប្រភេទត្រីនៅក្នុងហាងដើម្បីឲ្យគាត់ហូបទៅគាត់ចំណាយលុយហូបដោយគាត់ដោយសប្បាយចិត្តដោយឆ្ងាញ់ដោយមិនមានការសង្ស័យណាបងប្អូនណាតោះឥឡូវសុកបែកឃ្លៀចេញត្រីត្រោតមកគឺប៉ះពាល់អារម្មណ៍អតិថិជនដែលគាត់ខំមានទំនុកចិត្តទៅលើខាងក្រុមហ៊ុននៅខាងអ្នកលក់ណាបងប្អូនខាងចលណៃហ្នឹងណាខាងក្រុមហ៊ុនណាបងប្អូនណានេះជាកំហុសមួយដែលគាត់មិនបានប្រាប់ទៅខាងអតិថិជនណាបងប្អូនណាហ្នឹងហើយខ្ញុំមើលទៅមានមហាជនជាច្រើនដែលគាត់មិនពេញចិត្តដែលគាត់ខកចិត្តក្នុងការហូបចង់ហូបត្រីសាមុនទៅបានត្រីត្រោតបងប្អូនណាហ្នឹងហើយខ្ញុំឃើញពេលខ្ញុំទៅទិញឃើញដែរដូចតាគាត់ដាក់តាំងនៅខាងលើត្រីណាបងប្អូនហើយដើម្បីឲ្យយើងបានមើលឃើញដែរប៉ុន្តែយើងវាអត់ស្គាល់ប្រភេទត្រីណាបងប្អូនណាយើងអត់ស្គាល់បើមិនតែយើងស្គាល់វាមិនអីទេបងប្អូនណាហើយបើមិនជាខាងក្រុមហ៊ុនគាត់បានប្រាប់មកខាងអតិថិជនខ្ញុំគាត់ថាมันមានរឿងដល់ថ្នាក់នេះទេតទៅពេលឥឡូវលេចចេញមកខាងក្រៅឃើញអត់ទំនុកចិត្តទំនុកចិត្តគឺសំខាន់បំផុតណាបងប្អូនណាភាពស្មោះត្រង់ចឹងមិនថាភាពស្មោះត្រង់បងប្អូនគឺជាដើមទុនទី1ក្នុងការរកស៊ីបើមិនជាបងប្អូនមិនមានភាពស្មោះត្រង់នៅក្នុងខ្លួនទេការរកស៊ីទៅមុខគឺយើងវាទៅមុខអត់កើតទេកុហកបោកប្រាស់គ្រប់សពបែបយ៉ាងទៅលើអតិថិជនគឺគេមិនគាំទ្រយើងទេណាបងប្អូនណាជាកំហុសមួយក៏ជាសារដាស់តឿនមួយសម្រាប់ទៅដល់អ្នកលក់ផ្សេងទៀតគួរតែមានទឹកចិត្តក្នុងការស្មោះត្រង់ជាមួយនឹងអតិថិជនណាកុំកុហកបោកប្រាស់លទ្ធផលបើយើងកុហកគេមែនគង់តែថ្ងៃណាមួយវានឹងលេចចេញមកធ្វើឲ្យយើងខូចខាតទាំងកិត្តិយសបាត់បង់ទាំងទ្រព្យសម្បត្តិហើយមានទោសប្រឈមមុខជាមួយនឹងច្បាប់បងប្អូនណាមិនធម្មតាទេណាបងប្អូនខ្ញុំឃើញរូបព្រឹត្តិការណ៍កើតឡើងគឺអាណិតដែរអាណិតខាងក្រុមហ៊ុនដែរតែក៏អាណិតខាងបងប្អូនជារដ្ឋយើងដែរដែលអ្នកខ្លះគាត់ហូបត្រីសាមុនបានត្រីត្រោតណាបងប្អូនមិនតែឃើញគេផ្សាយរសជាតិវាស្រៀងគ្នាទេបងប្អូនណាអញ្ចឹងខ្ញុំមិនមានមតិអីច្រើនទេគ្រាន់តែសុំថាហ្នឹងហើយលើក្រោយអ្នកដែលថាក្រុមហ៊ុនផ្សេងក៏ដោយគួរតែមានភាពស្មោះត្រង់ត្រូវតែបញ្ជាក់ប្រាប់អតិថិជនឲ្យច្បាស់ជៀសវាងពេលមានបញ្ហាធ្វើឲ្យកំហុសមួយនេះគឺធ្ងន់មែនទែនណាបងប្អូនណាហ្នឹងហើយខ្ញុំសូមបញ្ចេញមតិប៉ុណ្នេះអរគុណច្រើនបងប្អូនហ្នឹងហើយ